អាហារដែលល្អសម្រាប់សុខភាពសក់របស់អ្នកសួស្តីអ្នកទាំងអស់គ្នាហើយសូមស្វាគមន៍មកកាន់ Channel របស់យួនវិញតើអ្នកកំពុងយល់សប្បិចចង់បានសក់ដែលទន់រលោងភ្លឺរលោងដូចជាតួក្នុងពាណិជ្ជកម្មសាប៊ូកាក់សក់មែនទេចុះបើខ្ញុំប្រាប់អ្នកថាអាចកំបាំងនៃសក់ដែលមានសុខភាពល្អនិងរឹងមាំមិនមែនមានតែនៅក្នុងផលិតផលថែរក្សាសក់ដែលមានតម្លៃថ្លៃៗនោះទេប៉ុន្តែវាមាននៅក្នុងផ្ទះបាយរបស់អ្នកតែម្ដងពិតណាស់អ្វីដែលអ្នកទទួលទានដើរតួនាទីយ៉ាងសំខាន់ក្នុងសុខភាពសក់របស់អ្នកថ្ងៃនេះយើងនឹងមកស្វែងយល់អំពីកំពូលអាហារទាំង10ប្រភេទដែលនឹងជួយឲ្យអ្នកមានសក់ស្អាតតាមរយៈការញ៉ាំតោះចាប់ផ្ដើមទាំងអស់គ្នាទី1គឺម្ចាស់ជើងឯកអាហារពេលព្រឹកស៊ុតពួកវាសម្បូរទៅដោយប្រូតេអ៊ីននិងបាយអូទីនដែលជាសារធាតុចាំបាច់បំផុតពីរសម្រាប់ការលូតលាស់សក់បាយអូទីនជួយផលិតកេរ៉ាទីនដែលជាប្រូតេអ៊ីនសំខាន់របស់សក់ខណៈពេលដែលប្រូតេអ៊ីនក្នុងស៊ុតជួយឲ្យសក់រឹងមាំនិងកាត់បន្ថយការដាច់សក់ដូច្នេះចូលចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកជាមួយនឹងស៊ុតដើម្បីគ្រឹះសក់ដ៏រឹងមាំបន្ទាប់មកគឺនិយាយអំពី fiber avocados បន្ទាប់មកគឺនិយាយអំពី fiber avocados សារធាតុចិញ្ចឹមទាំងនេះជួយចិញ្ចឹមស្បែកក្បាលបង្កើនពន្លឺសក់និងការពារសក់ស្ងួតស្បែកក្បាលដែលមានសុខភាពល្អមានន័យថាសក់មានសុខភាពល្អដូច្នេះសូមបន្ថែម fiber ទៅក្នុងរបបអាហាររបស់អ្នកទី3គឺត្រីសាម៉ុងនិងត្រីដែលមានជាតិខ្លាញ់ផ្សេងទៀតពួកវាសម្បូរទៅដោយអាស៊ីតខ្លាញ់ Omega 3ដែលល្អអស្ចារ្យសម្រាប់ស្បែកក្បាល Omega 3ជួយកាត់បន្ថយការរលាកប្រយុទ្ធប្រឆាំងនឹងការជ្រុះសក់និងធ្វើឲ្យសក់របស់អ្នកមានភាពរលោងទន់និងភ្លឺថ្លាខ្លាំងប្រសិនបើអ្នកមិនចូលចិត្តញ៉ាំត្រីទេថ្នាំបំប៉នប្រេងត្រីក៏អាចជួយបានដែរទី4យើងមានគ្រាប់ធញ្ញជាតិនិងគ្រាប់រុក្ខជាតិគ្រាប់ Almond Walnut និងគ្រាប់ផ្កាឈូករ៉តគឺជាកំពូលអាហារូបត្ថម្ភតូចៗពួកវាជាប្រភពដ៏ល្អនៃវីតាមីន E ជាតិសង្កសីនិង Selenium សារធាតុរ៉ែទាំងនេះធ្វើការរួមគ្នាដើម្បីពង្រឹងឫសសក់របស់អ្នកហើយថែមទាំងអាចជួយការពារអង្ការបានទៀតផងគ្រាន់តែមួយក្តាប់តូចក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយទី5គឺស្ពៃពួយលេងឬបន្លែស្លឹកបៃតងផ្សេងទៀតដោយដែលតួអង្គភពអាយរឹងមាំដោយសារស្ពៃពួយលេងសក់របស់អ្នកក៏អាចរឹងមាំដូចគ្នាបន្លែបៃតងទាំងនេះសម្បូរទៅដោយជាតិដែក Folate និងវីតាមីន A ដែលសុទ្ធតែសំខាន់សម្រាប់ការលូតលាស់កោសិការួមទាំងការលូតលាស់សក់ផងដែរការខ្វះសារធាតុចិញ្ចឹមទាំងនេះអាចបណ្ដាលឲ្យសក់ស្ដាំដូច្នេះត្រូវប្រាកដថាអ្នកបានទទួលទានបន្លែបៃតងឲ្យបានច្រើនទី6យើងមានដំឡូងជ្វាពួកវាសម្បូរទៅដោយបេតាការ៉ូទីនដែលរាងកាយរបស់យើងបំផ្លាញទៅជាវីតាមីន A យ៉ាងឆ្លាតវៃវីតាមីន A ជួយឲ្យស្បែកក្បាលផលិតសេប៊ុមដែលជាភ្នាក់ងារបន្ទន់សក់តាមធម្មជាតិវាការពារសក់របស់អ្នកមិនឲ្យស្ងួតនិងមើលទៅស្រអាប់ហើយថែមទាំងអាចជួយឲ្យសក់ដុះលឿនទៀតផងទី7គឺយ៉ាអ៊ូក្រីកឬ Greek yogurt អាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់នេះសម្បូរទៅដោយប្រូតេអ៊ីននិងវីតាមីន B5 ឬអាស៊ីតប៉ាំតូថេនិកវីតាមីននេះជួយដល់លំហូរឈាមទៅកាន់ស្បែកក្បាលនិងបង្កើនភាពរឹងមាំនៃសក់ដែលអាចការពារការជ្រុះសក់និងសក់ស្តើងលើសពីនេះវាគឺជាមូលដ្ឋានដ៏ល្អសម្រាប់អាហារពេលព្រឹកដែលមានសុខភាពល្អទី8យើងមានផ្លែប៊ឺរីមិនថាជា strawberry blueberry ឬ raspberry ពួកវាសុទ្ធតែសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មវីតាមីន C គឺចាំបាច់សម្រាប់ការផលិត collagen ដែលជាប្រូតេអ៊ីនជួយឲ្យសក់រឹងមាំនិងការពារសក់មិនឲ្យស្រួយឆាប់បាក់សារធាតុប្រឆាំងអុកស៊ីតកម្មការពារឫសសក់ពីការខូចខាតដោយ radical serré បន្ទាប់មកទី9គឺសាច់ដែលមិនសូវមានខ្លាញ់ដូចជាសាច់មាន់និងសាច់គោពួកវាជាប្រភពនៃជាតិដែកដែលរាងកាយងាយស្រួលស្រូបយកជាតិដែកជួយឲ្យគ្រាប់ឈាមក្រហមដឹកនាំអុកស៊ីសែនទៅកាន់កោសិកាទាំងអស់រួមទាំងឫសសក់របស់អ្នកផងដែរជាតិដែកជួយឲ្យគ្រាប់ឈាមក្រហមដឹកនាំអុកស៊ីសែនទៅកាន់កោសិកាទាំងអស់រួមទាំងឫសសក់របស់អ្នកផងដែរការខ្វះជាតិដែកអាចនាំឲ្យជ្រុះសក់ដូច្នេះការទទួលបានជាតិដែកគ្រប់គ្រាន់
គឺជាគន្លឹះសម្រាប់សក់ក្រាស់និងរឹងមាំនិងចុងក្រោយគឺទី10សណ្ដែកនិងក្របសណ្ដែកឡង់ទៀល សម្រាប់មិត្តភ័ក្តិដែលញ៉ាំអាហាររុក្ខជាតិទាំងអស់ចំណុចនេះគឺសម្រាប់អ្នក ពួកវាផ្ដល់នូវប្រូតេអ៊ីនជាតិដែកសង្កសីនិងបៃអូទីនដែលធ្វើឲ្យពួកវាក្លាយជាការបន្ថែមដ៏ល្អឥតខ្ចោះដើម្បីគាំទ្រដល់ការលូតលាស់សក់និងការពារសក់ស្រួយ ពួកវាអាចច្នៃធ្វើម្ហូបបានច្រើនយ៉ាងតម្លៃសមរម្យនិងល្អបំផុតសម្រាប់សក់របស់អ្នក ទាំងនេះហើយគឺជាកំពូលអាហារទាំង10សម្រាប់សក់ដ៏អស្ចារ្យ ការទទួលទានរបបអាហារដែលមានតុល្យភាពនិងសម្បូរទៅដោយសារធាតុចិញ្ចឹមទាំងនេះគឺជាវិធីដ៏ល្អបំផុតដើម្បីគាំទ្រសក់របស់អ្នកពីខាងក្នុងមកក្រៅតើអាហារមួយណាដែលអ្នកនឹងបន្ថែមទៅក្នុងបញ្ជីទិញទំនិញរបស់អ្នកសូមប្រាប់ខ្ញុំនៅក្នុងមតិយោបល់ខាងក្រោមសូមអរគុណសម្រាប់ការទស្សនាកុំភ្លេចចុច like និង subscribe សម្រាប់គន្លឹះបន្ថែមទៀតហើយជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ